បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាលាឈប់ពីការងារឬក៏ត្រូវគេបណ្តេញចេញពីការងារបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាលាឈប់ពីការងារឬក៏ត្រូវគេបណ្តេញចេញពីការងារទូនាទីនិងមុខតំណែងបាទក្នុងតម្រាទំនាយរបស់បរទេសវិញនោះគេចាត់ទុកថាជាសុបិនអាក្រក់ហើយនឹងត្រូវមានការប្រមាថមើលងាយឬមើលថោកដល់អ្នកសុបិនផងដែរប៉ុន្តែក្នុងតម្រាខ្មែរគេចាត់ទុកថាជាសុបិនល្អពីព្រោះថានឹងអស់គ្រោះនិងបានបដូរទូនាទីការងារល្អជាងមុនផងដែរសម្រាប់លេខសំណាងចំពោះអ្នកសុបិនវិញនោះគឺលេខ36លេខ37លេខ39លេខ236លេខ237និងលេខ339បាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាលាឈប់ពីការងារឬក៏ត្រូវគេដេញចេញពីការងារទូនាទីមុខតំណែងនោះគឺមានអត្ថន័យដោយការបកស្រាយខាងលើជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ